កម្មវិធី chat ជាច្រើនដែលលេងរាប់សិបឆ្នាំហើយក៏ប៉ុន្តែអ្នកដែលនិយមប្រើ iPhone អត់ដឹងថាកម្មវិធី Note លើទូរស័ព្ទ iPhone លេង chat បានដូចជា Messenger អញ្ចឹងបើសិនជាអ្នកនេះកំពុងតែប្រើទូរស័ព្ទ iPhone មើលវីដេអូនេះចឹងដំបូងឡើងគាត់នេះប៉ះចូលក្នុងកម្មវិធី Note iPhone ចឹងមកហើយបងប្អូនគាត់ទៅសេពាក្យណាដែលចំណាំដើម្បីទុកជា folder ហើយប៉ះលើប៊ូតុង share តមកអ្នកនេះប៉ះលើប៊ូតុងខាងក្រោមដែលមានរូបមនុស្សពីរទៅគ្នាដែលអក្សរអង់គ្លេសនឹងដាក់ថា collaborate តមកយើងគាត់ប៉ះចូលក្នុងកម្មវិធីណាមួយដែលយើងចង់ផ្ញើទៅមិត្តភ័ក្តិគ្នាឬហានីនោះគ្នាអ្នកណាក៏ដោយតែអ្នកនេះចង់ឆាតលេខបែបហ្នឹងតមកអ្នកនេះស្វ័យឈ្មោះមកគេបញ្ចូលមកហើយចុចផ្ញើទៅនោះនឹងឃើញទៅលើភាគីម្ខាងទៀតដោយលោតទៅក្នុងវិស័យគេបែបនេះពេលដែលកម្មវិធីហ្នឹងបានផ្ញើទៅឲ្យភាគីម្ខាងទៀតគាត់ត្រូវដៃប៉ះចឹងមកដើម្បី connect ជាប់គ្នាតែម្ដងអូតូម៉ាទិកនៅពេលនោះវារត់ចូលក្នុងកម្មវិធី Note ដែលអូតូម៉ាទិកទាំងសងខាងដូចគ្នាតែម្ដងបែបនេះនៅពេលគាត់បានប៉ះទៅគឺចូលមកបែបហ្នឹងអ្នកនេះអាចធ្វើការចាប់ដើមសន្ទនាគ្នាតែម្ដងជាមួយនឹងការសរសេរអក្សរបែបណាក៏បានតាមចិត្តយើងចង់លក្ខណៈចង់សរសេរឬក៏អ្នកនេះអាចធ្វើការផ្ញើ emoji ឬក៏យើងអាចថតរូបផ្សេងៗណាដែលយើងចង់ផ្ញើតាមកម្មវិធី Note នេះបានដោយមានភាពងាយស្រួលយើងអាចលេងបានដូចជាក្នុងកម្មវិធី Messenger ឬកម្មវិធី chat នេះអញ្ចឹងខ្ញុំជឿថាអ្នកនេះគិតថាវាអត់មានជាអ្វីដែលជាអស្ចារ្យប៉ុន្តែសម្រាប់ថាអ្នកដែលប្រើ iPhone គួរតែដឹងនៅចំណុចអស់នេះនៅលើ iPhone យើងដែលយើងដាច់ដឹងថាកម្មវិធី Note របស់ iPhone គឺអាចលេង chat ដូចជា Messenger យើងអាចផ្ញើរូបបានបែបនេះឬក៏អ្នកនេះអាចសរសេរអក្សរនៅអ្វីដែលខ្ញុំបានបង្ហាញនៅលើអេក្រង់មួយនេះតែម្ដងរាល់ពេលដែលយើងបញ្ចប់ការសន្ទនាគ្នារួចហើយអ្នកនេះអាចទុកបែបហ្នឹងក៏បានឬក៏អ្នកនេះអាចលុបចោលក៏បានចឹងភាគីទាំង A ទាំង B គឺលុបបាត់ដោយរៀងខ្លួនដូចបែបនេះបន្តែអ្នកនេះលុបខាងណាមុនក៏ខាងនោះក៏លុបបាត់ខាងនេះលុបមុនខាងនោះក៏លុបបាត់ដូចគ្នាអញ្ចឹងក្រោយអ្នកនេះគិតថាកម្មវិធីនេះលេងទៅសប្បាយឬក៏មានប្រយោជន៍យ៉ាងណាកុំភ្លេចខមមិនប្រាប់យោបល់ឲ្យខ្ញុំបានដឹងផងនៅក្នុងវីដេអូនេះ